សាច់យើងចាប់ដើមឆ្អិនប្រាប់ណាហើយហើយការធ្វើទឹកជ្រលក់របស់យើងនេះគឺយើងអាចយកមកលាបជាមួយនឹងប្រហិតក៏បានជាមួយនឹងសាច់ជ្រូកក៏បានដែរមិនមែនថាយើងធ្វើសម្រាប់តែសាច់គោទេណាបងប្អូនបាទសួស្តីអ្នកនាងថ្ងៃនេះខ្ញុំប្រាប់ពីវិធីនៃការធ្វើទឹកលាបសាច់អាំងរបស់យើងអញ្ចឹងទី1យើងត្រូវដាក់ខ្ទះយកឲ្យក្តៅសិនដើម្បីយើងដាក់ខ្លាញ់ចូលអូខេអញ្ចឹងខ្ញុំបើកខ្ទះខាងនេះមកទៅក្តៅហើយអូខេអញ្ចឹងយើងចាប់ផ្ដើមដាក់ខ្លាញ់នេះយើងដាក់តិចឬច្រើនគឺអាស្រ័យទៅលើយើងថាយើងមានសាច់អាំងយើងតិចក៏ច្រើនដូចគ្នាដែរឥឡូវថាប៉ុណ្ណឹងចុះគឺខែនេះទៀតដោយសារខ្ញុំឃើញយើងស្ទើរអូខេពេលតបប៉ុណ្ណឹងហើយយើងដាក់ឲ្យខ្លាញ់នៅក្តៅសិនបានយើងចាប់ផ្ដើមដាក់គ្រឿងមកយើងចូលអញ្ចឹងកូរវិញសិនឲ្យក្តៅអូខេពេលដែលខ្លាញ់របស់យើងក្តៅហើយចាប់ដើមបន្ថយភ្លើងតិចមុននឹងយើងដាក់ខ្ទឹមចូលអូខេតបបន្ថយនេះដាក់ខ្ទឹមសយើងចូលខ្ទឹមនេះយើងដាក់តិចឬច្រើនអាស្រ័យឲ្យយើងចូលចិត្តដែរបើយើងចង់ឲ្យវាឈ្ងុយខ្លាំងយើងដាក់វាយ៉ាងច្រើនគួរសមមកតែថាយើងយ៉ាងមិនសូវទេដាក់បន្តិចមកបានអញ្ចឹងយើងទៅដាក់គោវិញមកដើម្បីវាឡើងយ៉ាងក្រហមបន្តិចមូលហេតុដែលយើងកូរត្រឡប់ពេញស្ដាំនេះឲ្យវាក្រហមសប់ល្អបើសិនយកអត់កូរទេធ្វើឲ្យខ្ទឹមរបស់យើងឲ្យមើលសឲ្យមើលក្រហមពេលដែលខ្ទឹមយើងបានប្រហែលជាប៉ុណ្ណឹងហើយវាមិនក្រហមពេកហើយវាក៏វាមិនសពេកដែរយើងយកទំហំវាប៉ុណ្ណឹងយើងចាប់ផ្ដើមចាក់ទឹកអូខេទឹកដាក់វាតាមនេះបើយើងគិតជាវេតកូនវេតយើងហាមកកូនវេតចុះហើយយើងចាប់ផ្ដើមបើកភ្លើងយ៉ាងក្តៅបន្តិចឲ្យខ្លាំងជាងហ្នឹងពេលបែបហ្នឹងហើយយើងចាប់ផ្ដើមដាក់ស្ករសញ៉ាំស្ករសគឺយើងប្រើវាយើងប្រើស្លាបព្រាបាយរបស់យើងគឺយើងដាក់ចំនួន5ស្លាបព្រាយើងដាក់4ក៏បាន3ក៏បានតាមអាស្រ័យយើងចូលចិត្តផ្អែមឬក៏មិនចូលចិត្តតែសម្រាប់ខ្ញុំគឺខ្ញុំដាក់វាចំនួន5បន្តមកទៀតខ្ញុំចាប់ផ្ដើមដាក់ប៊ីចេងរបស់ខ្ញុំគឺខ្ញុំដាក់ចំនួន2ស្លាបព្រាបាយ2ស្លាបព្រាបាយហើយចូលដាំកូរវាសិនបន្តមកទៀតគឺយើងចាប់ផ្ដើមដាក់ម្សៅស៊ុបយើងគឺចំនួន2ស្លាបព្រាបាយដូចគ្នាហើយយើងចាប់ផ្ដើមកូរវាបន្តិចបន្តមកទៀតយើងចាប់ផ្ដើមដាក់ទឹកស្អ៊ីវយើងប្រើម៉ាកអីក៏បានដែរអាស្រ័យទៅយើងចូលចិត្តទេអានេះដោយសារផលិតផលរបស់ខ្មែរខ្ញុំក៏ប្រើទឹកស្អ៊ីវរបស់ខ្មែរយើងដាក់វាពេញស្លាបព្រាមកអូខេជាមួយនឹងស្លាបព្រាបាយបែបនេះ
បើសិនជាយើងចង់ឲ្យវាយ៉ាងឈ្ងុយខ្លាំងក៏យើងដាក់2ស្លាបព្រាក៏បានដែរតែត្រូវដាក់តែមួយទេបន្តមកទៀតយើងចាប់ដើមដាក់សាតេគឺខ្ញុំដាក់ចំនួន4ស្លាបព្រាបាយអូខេ1 2 3 4 បន្ទាប់ពីដែលយើងដាក់សាតេហើយយើងចាប់ផ្ដើមដាក់ទឹកម្ទេសខ្ញុំប្រើម៉ាកនេះដោយសារបបផ្លែដូចគ្នាទឹកម្ទេសគឺយើងដាក់ចំនួន1ស្លាបព្រាបាយហើយទឹកពេញប៉ោះគឺយើងដាក់ចំនួន1ស្លាបព្រាបាយដូចគ្នាបើសិនជាយើងមានហើយបើសិនជាយើងអត់មានទេក៏យើងមិនបាច់ដាក់ក៏បានដែរចំនួនទឹកពេញប៉ោះទឹកពេញប៉ោះវាចាប់ដើមឈ្ងុយបងប្អូនយើងកូរឲ្យបន្តិចសិនកុំវានេះខាងផងពេលដែលយើងកូរបាត់នេះហើយយើងកុំភ្លេចគឺប៊ឺរបស់យើងប៊ឺគឺយើងដាក់ចំនួន2ស្លាបព្រាបាយដាក់2ស្លាបព្រាបាយគ្រឿងរបស់យើងគឺយើងមានប៉ុណ្ណឹងតែអ្វីដែលសំខាន់គឺយើងត្រូវកូរវាឲ្យសព្វសិនដើម្បីទី1យើងកូរវាឲ្យបែកប៊ឺអូខេកូរដូចខ្ញុំកូនហើយកូរទៀតកូររហូតដល់ប៊ឺនេះវាបែកចេញពីសាច់មួយកុំឲ្យវាណាត់ដុំពេលដែលបែបនេះហើយយើងចាប់ផ្ដើមបិទវាយើងចាប់ផ្ដើមទៅមើលជាភាសាគេខាងសំឡងគ្នាដាក់បែបនេះចឹងទៅមុនដែលយើងដាក់នៅលើសាច់លេបសាច់យើងត្រូវទុកទឹករបស់យើងនេះឲ្យវាត្រជាក់សិនដើម្បីយើងយកទៅលេបលើសាច់របស់យើងបាទបងប្អូនចឹងចាប់ផ្ដើមយើងប្រឡាក់សាច់យកទឹករបស់យើងហ្នឹងយើងធ្វើឲ្យហ្នឹងយើងយកមកលាបលើសាច់យើងមកហើយសម្រាប់ចង្ក្រានយើងតាមដែលយើងមាននៅផ្ទះបើសិនជាយើងមានខ្ជុំយើងផ្លាក់ខ្ជុំទៅវាឆ្ងាញ់ភាសាខ្ញុំនៅនេះអត់មានខ្ជុំទេគឺខ្ញុំប្រើបែបដល់ភ្លើងទៅការអានយើងការលាបយើងគឺយើងបែបថាយើងដាក់វាលើភ្លើងយើងចាប់តាមវាពីពេលដែលយើងប្រែទៅឆ្វេងឬទៅស្ដាំគឺយើងត្រូវលាបវាម្ដងទៀតដើម្បីវាឲ្យវាទឹកសុំដែលយើងនេះហ្នឹងគឺឲ្យវាចូលជាតិហើយពេលដែលយើងធ្វើបែបនេះមានអារម្មណ៍ថាឈ្ងុយបងប្អូនឈ្ងុយពេលដែលយើងអានវាហើយវាបែបនេះវាឈ្ងុយញ៉ាំហើយយើងធ្វើមានអីទេហើយដែលយើងធ្វើជាមួយទឹកកាប៊ូបើសិនជាបងប្អូនអត់ចេះធ្វើទឹកកាប៊ូអាចខំបានមួយកាពីដូចជាការធ្វើទឹកកាប៊ូទៀតបាទហើយសាច់យើងចាប់ដើមឆ្អិនប្រាប់ហើយការធ្វើទឹកជ្រលក់របស់យើងនេះគឺយើងអាចយកមកលាបជាមួយនឹងប្រហិតក៏បានជាមួយនឹងសាច់ជ្រូកក៏បានដែរមិនមែនថាយើងធ្វើស្រាប់តែសាច់គោទេបងប្អូនពេលយើងគឺយើងប្រែហើយយើងលាបបែបនេះមកអូខេបាយបាយបងប្អូនអរគុណជួបគ្នានៅវីដេអូក្រោយ